សួស្តីបងទាំងអស់គ្នាបងនឹងរកឋាននៅកន្លែងកោះពេជ្រគេបើកតាំងពីព្រោះចំនួន2ថ្ងៃទី1និងថ្ងៃទី2ខែវិច្ឆិកានឹងបងទើបចុះបាក់ដប់ទី12នឹងបងអត់ទាន់រកការងារធ្វើបានបងអាចមកតាំងពីប៉ុននៅកន្លែងកោះពេជ្រនឹងដូចជាខ្ញុំចឹងខ្ញុំអត់ទាន់មានបទពិសោធន៍ក្នុងការធ្វើការងារ part time អីឬក៏ការងារផ្សេងតែពិបាកក្នុងការស្វែងរកការងារធ្វើប៉ុន្តែយើងរកតាម online ហើយយើងដាក់ apply CV គេហើយគេ reply មកផ្ទាល់កាន់ជាមួយ CV ហើយដាក់ CV ជាមួយ HR បងអាចសម្ភាសភ្លាមនឹងចូលធ្វើការងារហើយគេមានបញ្យលណែនាំពីបទពិសោធន៍ផ្សេងៗពីជំនាញផ្សេងៗជាច្រើន skill ដែលអ្នកនរគ្នាត្រូវការខ្ញុំនិយាយឲ្យបងព្រោះថាមានច្រើនមែនតើហើយស្តង់គេគឺច្រើនគេដាក់ច្រើនអ្នកគ្នាទៅខ្ញុំបានថតទ្រុសចឹងណាបងលើកពីហ្នឹងបងពេលដែលយើងចូលរួមនៅក្នុងការតាំងពីប៉ុននៅកោះពេជ្រហ្នឹងបងយើងអាចលេងហ្គេមទទួលបានកាដូតិចតួចពីបងដែលគាត់បានផ្ដល់ឲ្យយើងនិយាយទៅសប្បាយរីករាយមកបងអាចថាទៅដើរលេងផងទៅកំសាន្តផងបាត់សេះដោយសម័យខ្លួនខ្ញុំតណាបងខ្ញុំជាសិស្សមកពីតាមខេត្តទឹកចាប់បាត់ទឹកថ្មីឆ្វាងហ្នឹងបើសួរថាមានបទពិសោធន៍ក្នុងការធ្វើការងារអីមួយអាចគឺគ្មានទេជា first day របស់ខ្ញុំបងដែលខ្ញុំបានចូលរួមក្នុងកម្មវិធីតាំងពីប៉ុននៅកោះពេជ្រមួយនេះព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលបានបទពិសោធន៍ថ្មីជាច្រើនពីបងដែលគាត់បានចែករំលែកមកកាន់ខ្ញុំគេតាំងពីប៉ុននេះនៅចុងសប្តាហ៍សៅរ៍ទឹកហ្នឹងបងចាំបងអាចចូលរួមតាំងពីប៉ុននៅកន្លែងកោះពេជ្រហ្នឹងទាំងអស់គ្នាណា see you ទាំងអស់គ្នាចាហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងជម្រាបលាអរគុណច្រើនបងដែលទស្សនាវីដេអូមិញនេះ